It's your boy, Crew Remix, baby. សម្រាប់ការងាររៀបចំឡានមុនពេលដែលដឹកដល់អតិថិជនគឺទីមួយយើងត្រូវមានផ្កាមាន invoice ឯតែយើងរៀបចំឲ្យអស់នៅបន្ទាប់មកគឺយើងត្រូវ check ទៅលើគ្រាប់សោបាទពេលខ្លះទៅវាអាចនឹងបាត់ឬក៏វាអត់នៅកន្លែងអីយ៉ាងហ្នឹងខ្ញុំតែងតែរៀបចំទុកឲ្យវាមាន2គ្រាប់ហើយមួយទៀតគឺខ្ញុំតែងតែ check up ទៅលើ Scott ឬក៏ទឹកថ្នាំណាមុនពេលដែលចេញទៅព្រោះអីតែនឹងអត់ស្អាតទៅដល់គឺត្រូវមកអតិថិជនហើយឬក៏គាត់អត់សប្បាយចិត្តណាហើយទី3គឺយើង check មើលពុកម៉ែបងប្អូនបាទតើពុកវាមានប្រឡាក់មានអីអត់ជាពិសេសគឺរយ៉ានេះពុកសអញ្ចឹងទៀតបើតែដល់ប្រឡាក់ហេងសយគឺគេកាត់លុយតែម្ដងហើយរឿងបន្ទាប់មកគឺខ្ញុំតែងតែដាក់ឆ្នាំងសាកចូលទៅឲ្យពុកម៉ែបងប្អូនគឺសម្រាប់ហើយបើតែរយ៉ានេះគឺយើងផ្ដល់ជូននៅឆ្នាំងសាក original 7 kW របស់ Avata និងឆ្នាំងសាកចល័ត3 kW បន្ទាប់ពីហ្នឹងគឺយើងត្រូវមើលយ៉ានមើលសបកកង់ឬក៏សម្ពាធខ្យល់ពុកម៉ែបងប្អូនបាទតើវាមានលោតសញ្ញាកង់អត់អញ្ចឹងបើវាអត់មានទេវាគ្រប់គ្រាន់អស់ហើយអាហ្នឹងគឺចប់ភារកិច្ច check up ឡានហើយដល់ភារកិច្ចមួយទៀតគឺភារកិច្ចសេរីឡានឡើងទៅលើឡានដឹកអញ្ចឹងសម្រាប់12រយយ៉ានេះគឺវាពិតជាស្អាតហើយកាចមែនតើហើយវាជា edition ដែលមានពណ៌ខ្មៅ highlight ជាមួយនឹងពណ៌ប្រផេះហើយសម្រាប់ពណ៌ខាងក្នុងវិញគឺពណ៌ស highlight ជាមួយនឹងពណ៌ក្រហមហើយ edition នេះគឺវាស្អាតវាប្លែកបើសិនជាជីតាមផ្លូវវិញគឺអត់ច្រឡំគេតែម្ដងអូខេនៅពេលទៅដល់លើឡានដឹកគឺយើងរៀបចំអញ្ចឹងទៅហើយខ្ញុំនេះបាននៅពេលដែលកំពុងឲ្យស្ទះផ្លូវផឹកឡើងហ្នឹងគឺកលេចទៅមើលឡានគឺវាពិតជាស្អាតមែនតើពុកម៉ែបងប្អូនបាទអញ្ចឹងនៅពេលដែលយើងដឹកមកដល់បរិយាបាទនេះគឺជាបរិយាវិមានភ្នំពេញហ្នឹងបរិយាអង្គមហ្នឹងខ្ញុំអត់សូវច្បាស់ដែរប៉ុន្តែផ្ទះខាងក្នុងគឺវាពិតជាស្អាតមែនតើបាទហើយបរិយាកាសនៅម្ដុំគ្រូចវាគឺជាកន្លែងមួយដែលរៀងស្រស់ស្រាយហើយវាអត់អួលអាប់ទេអញ្ចឹងការ delivery ឡានយើងគឺបានមកដល់មុខផ្ទះភ្ញៀវហើយអញ្ចឹងយើងធ្វើការទម្លាក់ឡានបាទទម្លាក់ឡានចូលមកយឺតជាពិសេសគឺខ្លាចប៉ះអាការក្រោមនេះដោយសារឡានវាជាប្រភេទឡានទាបអញ្ចឹងណាអញ្ចឹងមានការប្រុងប្រយ័ត្នខ្ពស់មែនតើហើយបន្ទាប់ពីយើងទម្លាក់ឡានទម្លាក់អីហើយគឺយើងថតមកប៉ុសគឺចប់រឿងហើយអរគុណសម្រាប់ការទស្សនាជួបគ្នាម្ដងទៀតនៅវីដេអូក្រោយបាយបាយ